អង្គការសុខុមាលភាពសត្វ 4paw បានដាក់ឲ្យប្រើប្រាស់នៅកម្មវិធីរាយការណ៍តាមអនឡាញដែលត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វឆ្កែនិងឆ្មានៅទូទាំងប្រទេសកម្ពុជាបន្ទាប់ពីដំណាក់កាលសាកល្បងមួយត្រូវបានដាក់ឲ្យដំណើរការនៅក្នុងខេត្តដែលបានជ្រើសរើសមួយចំនួនក្នុងប្រទេសវៀតណាមកាលពីចុងឆ្នាំ2022គួរជម្រាបថាកម្មវិធីនេះក៏មានដំណើរការនៅទូទាំងប្រទេសវៀតណាមផងដែរចន្លោះខែវិច្ឆិកាឆ្នាំ2022ដល់ខែធ្នូឆ្នាំ2024របាយការណ៍តាក់ទងនឹងអំពើឃោរឃៅទៅលើសត្វចិញ្ចឹមនិងការជួញដូរសត្វឆ្កែនិងឆ្មាចំនួន597ករណីត្រូវបានរាយការណ៍តាមរយៈកម្មវិធីនេះដែលមានសត្វឆ្កែចំនួន6081ក្បាលនិងសត្វឆ្មាចំនួន3695ក្បាលបានរងគ្រោះគួរឲ្យដឹងថាទាំងក្នុងប្រទេសវៀតណាមនិងកម្ពុជាក្រៅពីការលួចសត្វចិញ្ចឹមការដឹកជញ្ជូនសត្វឆ្កែនិងឆ្មាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទូទាំងប្រទេសក៏ខុសច្បាប់ផងដែរទន្ទឹមនឹងការជាប់ពាក់ព័ន្ធផ្នែកច្បាប់ទាំងនេះក៏មានការព្រួយបារម្ភអំពីសុខភាពផងដែរការជួញដូរសត្វឆ្កែនិងឆ្មាគឺឃោរឃៅខ្លាំងដែលប៉ះពាល់ដល់សត្វឆ្កែប្រហែល10លានក្បាលនិងឆ្មារាប់លានក្បាលនៅអាស៊ីអាគ្នេយ៍ក្នុងមួយឆ្នាំចាប់ពីការចាប់រហូតដល់ការសម្លាប់សត្វត្រូវប្រឈមមុខនឹងការរងទុក្ខយ៉ាងធ្ងន់ធ្ងរការភ័យខ្លាចនិងវិធីសាស្ត្រសម្លាប់ដ៏ឃោរឃៅជាញឹកញាប់យោងតាមអង្គការនេះសត្វឆ្កែប្រមាណ3លានក្បាលត្រូវបានសម្លាប់សម្រាប់ការជួញដូរសាច់នៅក្នុងប្រទេសកម្ពុជាក្នុងមួយឆ្នាំ